ឃើញតែបើកក្បាលវីដេអូមកលើកចានហត់ប៉ុណ្ណឹងបងប្អូនដឹងថាខ្ញុំកំពុងតែធ្វើអីគេហើយកោពីគេងភ្លាមជិះម៉ូតូទៅផ្សារវឹងហើយខាងនេះគេតាមដែរខ្ញុំថាមកទៅទេក្តៅណាស់និយាយពីថាតាមស្អិតតោងហ្មងទៅណាមកចាហ៊ានក៏តាមដែរអាមេឃពី10ថ្ងៃត្រង់ក្តៅចង់បែកក្បាលហ្នឹងដោយសារតែគាត់អត់ចង់ឲ្យខ្ញុំទៅតែឯងចឹងហើយចង់តាមខ្ញុំថាអត់ចង់នេះតែស្រួលទៅខ្ញុំទៅផ្សារតែមួយផ្លែទម្លាប់អាក្រក់របស់ខ្ញុំគឺអត់កែតែម្ដងយប់មិញហ្នឹងណាគឺអូ Facebook អូ TikTok ទៅឃើញគេញ៉ាំនំបញ្ចុកសឡខ្មែរនិយាយពីថាតំណងអើយតំណងហើយធ្វើឲ្យខ្ញុំនេះមានការឃ្លានជាខ្លាំងហ្មងព្រលឹមឡើងគ្រាន់តែងើបពីគេងវឹងគឺស្ទុះទាញម៉ូតូទៅផ្សារជិះទៅម្នាក់ឯងហ្នឹងដើម្បីទៅទិញគ្រឿងទិញអីយកមកធ្វើនំបញ្ចុកពីផ្សារវិញទិញអីគ្រប់គ្រាន់អស់ឥឡូវយើងមកដាក់កាហ្វេជំនួយកន្លងមួយសិនព្រោះព្រលឹមឡើងហ្នឹងគឺមិនទាន់បានញ៉ាំអីទេអូច្រឡំព្រលឹមឡើងបងប្អូនអើយម៉ោង2 10ថ្ងៃត្រង់ហើយតែប៉ុន្តែបើចង់ញ៉ាំអញ្ចឹងប្រាប់ប៉ាម៉ាក់ក៏គាត់ធ្វើឲ្យយើងញ៉ាំបានស្រួលដែរប៉ុន្តែយើងចង់ធ្វើខ្លួនឯងថ្ងៃនេះណាមួយក៏អត់សូវចូលចិត្តនំបញ្ចុកទេយើងអត់ចង់រំខានគាត់ច្រើនចឹងសូមបញ្ចេញសនាដៃធ្វើនំបញ្ចុកដោយខ្លួនឯងទៀតហើយតាំងពីចេះធ្វើមកឥឡូវគឺធ្វើខ្លួនឯងរហូតពីមុនប៉ាម៉ាក់ធ្វើឲ្យញ៉ាំដោយសារយើងអត់ទាន់ចេះហើយបន្លែប្លុកនំបញ្ចុកគឺបងប្អូនពិតជាស្គាល់ហើយនៅខ្វះច្រើនមុខទៀតគ្រាន់ថាខ្ញុំទិញមកប៉ុណ្ណេះចូលចិត្តហូបអាណាដាក់អាហ្នឹងទៅមកដល់ដំបូងគេហ្នឹងគឺដាំទឹកស្ងោរត្រីបន្ទាប់ពីស្ងោរត្រីហើយលាងបន្លែលាងប្លុកអីអញ្ចឹងទៅហើយថែមមកបេះសាច់ត្រីថ្ងៃនេះធ្វើបែបលឿនហើយសារអីបានម៉ែជួយច្រើនបើនិយាយពីនំបញ្ចុកវិញខ្ញុំស្លខ្មែរហ្នឹងគឺលេខ1ហ្មងចូលចិត្តខ្លាំងជាងគេបំផុតហើយបើថានៅផ្ទះឃ្លានអញ្ចឹងគឺចូលចិត្តធ្វើខ្លួនឯងញ៉ាំអត់សូវទិញគេយកមកញ៉ាំទេបើយើងទៅកែទៅអីបើយើងទិញគេញ៉ាំដោយសារតែយើងធ្វើខ្លួនឯងចង់ញ៉ាំស្មើណាក៏បានចង់ញ៉ាំប្រហែលចានក៏បានដែរដល់ម៉ោងដែលត្រូវបុកគ្រឿងជាមួយនឹងសាច់ត្រីចូលគ្នានិយាយពីមុខម្ហូបវិញខ្ញុំមិនសូវចេះធ្វើទេចេះធ្វើតែណាដែលយើងចូលចិត្តនឹងឯងប៉ុន្តែទោះធ្វើញឹកដងប៉ុណ្ណាក៏នៅតែតាមសួរម៉ាក់រហូតថាដាក់អាណាមុនដាក់អាណាក្រោយនិយាយទៅភ្លេចភ្លាំងទៅហើយនំបញ្ចុករបស់ខ្ញុំគឺខ្ញុំចូលចិត្តអេតនេះអេតនោះថែមរហូតរាល់ដងខ្ញុំអេតចឹងមួនឬក៏អីចឹងទៅថ្ងៃនេះគឺខ្ញុំចង់ញ៉ាំប្រហិតគឺខ្ញុំដាក់ជាមួយប្រហិតហើយប្រហិតហ្នឹងមានអាដាក់អណ្ដែតទឹកនិងអាដាក់ជាមួយនឹងសាច់ត្រីបុកជាមួយនឹងសាច់ត្រីឲ្យវាចូលគ្នាបើនិយាយពីទឹកនំរបស់ខ្ញុំវិញគឺខ្ញុំប្រើខ្ទិះដូងខ្ញុំអត់បានយកអាទឹកស្ងោរត្រីហ្នឹងយកមកធ្វើទឹកនំហ្មងឯងខ្ញុំខ្លាចឆ្អាបហើយបើនិយាយពីអ្នកដែលបងម៉ាវិញគាត់អត់សូវចូលចិត្តញ៉ាំនំបញ្ចុកទឹកសឡហ្មងទេគាត់ញ៉ាំនំបញ្ចុកពីច្រើនធ្វើបែបផ្សេងអីចឹងទៅមានអីច្រើនទេគ្រឿងមានតែប្រហុកហើយស្ករបច្ចេកគឺតែប៉ុណ្្នឹងឯងខ្ញុំអត់បានដាក់អំបិលដាក់អីដែរឥឡូវរួចរាល់ហើយតោះតែញ៉ាំជាមួយខ្ញុំទាំងអស់ខ្ញុំតែធ្វើនំបញ្ចុកគឺញ៉ាំអត់មានពេលវេលាទេឃ្លានស្មានណាដាក់ស្មានហ្នឹងមួយថ្ងៃ3ដងអីក៏មានដែរឥឡូវនំបញ្ចុករបស់យើងបានរួចរាល់ហើយនេះបងប្អូនមើលនេះខ្ញុំអេតប្រហិតអេតអីថែមចង់ញ៉ាំអីដាក់នឹងតាមចំណូលចិត្តរបស់យើងទៅឥឡូវបាយតែអត់ទាន់ញ៉ាំទេគឺសុំមកនំបញ្ចុកសិនឆ្ងាញ់បន្លែហ្នឹងតាអាយដាក់គ្រប់សពបែបយ៉ាងសណ្ដែកគួរអូហើយខ្ញុំមានបើបុកឥឡូវតាំងពីចេះហូបនំចុកទឹកមកសឡខ្មែរត្រូវខាំបើបុកដែរទឹកសឡនេះអត់សូវខាប់ទេថាស្លឲ្យតិចទឹកឲ្យរៀងខាប់នៅតែអត់ខាប់ខំបុកប្រហិតជូរគ្នាយើងត្រូវការយកម្ទេសហ្នឹងដាក់នៅពីនេះចេះហើយយើងមានម្ទេសអាចឆាប់ក៏យើងត្រូវការថែមម្ទេសហុយដែរដាក់ទៅច្រើនណាយកមកប៉ុណ្ណាអូភ្លេចដាក់ផលិតចាំមកចេះឆ្ងល់មិនបានអត់ច្រៅច្រើនហ្នឹងចូលគ្រប់គ្រឿងរបស់គេហ៎ដៃគួរទៀតញ៉ាំមកអើយរៀនអីហូបហ្នឹងទៅយកយើងទៅនំចុកសឡខ្មែរជួយចិត្តធ្វើហូបខ្លួនឯងចឹងវាពេញមាត់ចង់ហូបស្មើណាក៏បានវាឃើញអត់ហើយហ៎ហើយ